បាទប្រហែលបងប្អូននេះគឺជាលើស្ពានឆ្លងសលេខខេត្តកញ្ចេះរបស់យើងបាទគឺខ្ញុំឡើងថតបាននឹងច្រើនដែរណាបាទឥឡូវយើងទៅមើលរូបភាពទាំងអស់គ្នាថានៅលើស្ពានក្រោយខាងលិចក្រោយខាងកើតថាខាងណាគឺអាប់ដេតលឿនជាងបាទខ្ញុំថតនេះគឺនៅខាងក្រោយខាងកើតបាទគឺអាប់ដេតគឺចាប់ចាក់ក្រៅកស៊ូចាក់អីរៀងតិចតិចដែរហ្នឹងបងប្អូនហើយរូបភាពនេះគឺនៅលើស្ពានទាំងស្រុងទាំងអស់ហ្មងបងប្អូនអញ្ចឹងងាយទៅមើលវីដេអូរបស់គ្នាថាគេធ្វើដោយណាដល់ណីហើយបាទហើយនេះគឺខ្ញុំឈរនៅលើស្ពានកណ្ដាលស្ពានហ្មងបងប្អូននេះរៀងចូលបានជ្រៅអញ្ចឹងលៀងបានមកថតដែរបាទហើយពេលដែលខ្ញុំនិយាយទៅលឺលួយសូមបងប្អូនកុំកែប្រកាន់ខ្ញុំអីបាទនេះគាត់នៃការលេងសើចថតស្ពានឲ្យបងប្អូនបានមើលថាស្ពានរបស់យើងអាប់ដេតដល់ណាដល់ណីហើយបាទហើយនេះគឺត្រោយខាងលិចបាទត្រោយខាងលិចនេះគឺថាប្រកាន់ដៃនេះទាំងអស់បងប្អូនបាទគឺអត់ទាន់បានចាក់អីបន្តិចទេបាទគឺនៅទាំងអស់ហើយនេះគឺជារង្វង់មូលត្រោយខាងលិចបងប្អូនហើយនោះមុខហ្នឹងគឺស្ពានរបស់យើងគឺចោតចុះមកអញ្ចឹងណាអញ្ចឹងស្ពានរបស់យើងត្រៃខាងលិចអត់មានការអាប់ដេតច្រើនទេបងប្អូនយើងទៅមើលទៅវងមូលគឺនៅដៃទាំងអស់ហើយនេះគឺជាប្រកាន់ដៃបាទប្រកាន់ដៃគឺថាខាងនេះគឺនៅដៃទាំងអស់បងប្អូនគឺអត់ទាន់មានការអាប់ដេតអីទេបាទចាំមើលទៅមុខទៀតមានការអាប់ដេតចាំខ្ញុំប្រាប់តាមការរៀបឲ្យថតនេះថតលក្ខណៈមេឃសតុំបងប្អូនហូរតែភ្លៀងនេះមកមេឃទៅហើយបងប្អូនគួរឲ្យខ្លាចហើយនេះគឺទស្សនវិជ្ជាលើស្ពានបាទអត់ទាន់ចាក់សាបទេបើខាងនោះក៏ចាក់អស់ហើយនៅខាងនេះគឺនៅទាំងអស់បាទអញ្ចឹងវីដេអូខ្ញុំអត់មានច្រើនទេបងប្អូនគឺមានការអាប់ដេតតិចទេព័ត៌មានហើយខាងលិចគឺអត់មានការអាប់ដេតអីច្រើនទេបាទគេសម្រុកទៅខាងកើតមុនអញ្ចឹងតើខាងកើតគឺថាលឿនជាងខាងលិចឆ្ងាយបាទហើយត្រូវខាងលិចនេះដែរខ្ញុំសង្ឃឹមថានឹងខាងត្រូវខាងកើតហើយគេនឹងអាចយកខាងចាក់មកក្រោយខាងលិចវិញបាទតាមតែគេប្រាប់ខ្ញុំដែរបាទហើយកន្លែងនេះគឺត្រូវខាងលិចបងប្អូនគឺថាតើមានធ្វើអីច្រើនទេបាទហើយឆ្លងមកបងប្អូននៅក្តៅទេចេះថតឲ្យបងប្អូននៅសួរដើម្បីអ្នកតាមដានរបស់យើងនៅខមមិនដល់ណាអញ្ចឹងខ្ញុំតាមសំណពរបងប្អូនឆ្លងតាណាគឺខ្ញុំឆ្លងតែឆ្លងក៏អស់សហយដែរបាទអាចdonate បានខ្លះបងប្អូនតាមសទ្ធាអត់ទេតាមបងប្អូនចង់បាញ់ឲ្យបាទតាមសទ្ធាជ្រះថ្លាចូលរួមដែលខ្ញុំចំណាយពេលថតឲ្យយើងបងប្អូនបាទហើយនេះគឺត្រូវទាំងលិចទាំងស្រុងហ្មងបងប្អូនព្រោះមានអីច្រើនទេត្រូវលិចយើងបើថាខ្ញុំមកថតនេះគឺប្រកាន់ដៃគឺនៅទាំងអស់បងប្អូនមើលតាមវីដេអូទៅបាទមើលតាមជាក់ស្ដែងខ្ញុំថតទៅដឹងហើយបាទគឺនៅទាំងអស់បាទហើយបងប្អូនអាចជួយ like ជួយ share page របស់ខ្ញុំម្នាក់មួយផងបាទដើម្បីឲ្យអ្នកក្រោយបានមើលទៀតបាទហើយវីដេអូខ្ញុំអត់មានអីច្រើនទេបាទហើយខាងលិចគឺមានតែប៉ុណ្្នឹងទេបាទបងប្អូនអញ្ចឹងអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បាទ